ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបធ្វើស៊ុបឆ្អឹងជំនីគោចាជាដំបូងគឺយើងយកឆ្អឹងជំនីគោយើងនោះត្រាំទឹកទុកចោលរយៈពេល1ម៉ោងបន្តទៀតហ្នឹងគឺយើងដាំទឹកឲ្យពុះរួចហើយយើងចាប់ដើមស្រោះឆ្អឹងជំនីគោយើងស្រោះវាមកសពបចាក់ទឹកទៅវាហើយយើងជំរុញទឹកទៀតទៀតគឺយើងយកវាទៅដាក់ដាំក្នុងឆ្នាំងចាប្រើទឹកទៅ2លីត្រដាក់ស្រាយសមុទ្រហ្នឹងខ្ទឹមបារាំងដើមខ្ទឹមធំខ្ទឹមសផ្លែពត្រីក្រហមហើយនិងម្រេចគ្រាប់របស់យើងហ្នឹងចានៅផ្ទះមានស្រាសហ្នឹងគឺនាងខ្ញុំប្រើស្រាសមួយកូនពេងចាយើងដាក់វាកាត់ជាឆ្អាបហើយនឹងយិនសិនដែលបានត្រាំជាមួយនឹងទឹកឃ្មុំហ្នឹងរំងាស់ទុករយៈពេល3ម៉ោងចារួចហើយយើងស្រង់ឆ្អឹងហ្នឹងយើងដាក់ផ្សេងចាទឹកហ្នឹងយើងយកទៅទឹកយកមកប្រើឡើងវិញដោយនេះខ្ញុំបន្ថែមទឹកស៊ីអ៊ីវចំនួន2ស្លាបព្រាអំបិលប៊ីចេងចំនួន1ស្លាបព្រាចាយើងទៅរៀបសាច់យើងឡើងវិញចាក់ទឹកចូលរួចហើយនេះខ្ញុំដាក់តាំងហ៊ុនចូលចាដាក់ផ្សិតបន្ថែមពងមាន់ចៀនយើងបានហាន់រួចនិងស្លឹកខ្ទឹមពីលើហ្នឹងរំងាស់វាឲ្យពុះល្អចាឃើញថាសាច់យើងហ្នឹងក៏ផុយល្អផងដែរចាយើងអាចបិទរាទទួលទានបានចាសូមអរគុណ